និយមន័យដែលគេតែងតែឲ្យនិយមន័យទៅលើការត្រាស់ដឹងសភាពត្រាស់ដឹងគឺមាន3ក៏ពិតវាមានច្រើនណាបាទប៉ុន្តែវាមាន3អ្នកខ្លះគេឲ្យនិយមន័យការត្រាស់ដឹងសំដៅចំពោះព្រះសម្មាសម្ពុទ្ធបាទសំដៅព្រះសម្មាសម្ពុទ្ធមានន័យថាម៉េចគឺគេឲ្យនិយមន័យត្រាស់ដឹងបាទដែលជាប់ជាមួយអត្តាជាប់ជាមួយបុគ្គលគេឲ្យនិយមន័យត្រាស់ដឹងដែលផ្អែកលើរង្វាស់របស់ទម្រង់បាទជាប់ជាមួយរូបនិងនាមបាទអញ្ចឹងគេឲ្យនិយមន័យនៃការត្រាស់ដឹងមិនមែនឲ្យនិយមន័យទៅលើធាតុពិតទេគេឲ្យនិយមន័យទៅលើកម្រិតទៅលើទម្រង់របស់ធម្មជាតិត្រាស់ដឹងឃើញទេអញ្ចឹងនិយមន័យទី1ដែលគេឲ្យគេសំដៅទៅលើកម្រិតត្រាស់ដឹងរបស់បុគ្គលម្នាក់បាទគឺជាព្រះសម្មាសម្ពុទ្ធបាទអានោះមកគេហៅថាត្រាស់ដឹងតើតែមានកម្រិតត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធអានោះមកគេហៅត្រាស់ដឹងអញ្ចឹងនិយមន័យទី1ហ្នឹងតែងតែប្រើប្រាស់នៅក្នុងលទ្ធិថេរវានដែលជាលទ្ធិប្រពៃណីចាស់បុរាណរបស់ពុទ្ធសាសនាហ្នឹងហើយនៅក្នុងប្រពៃណីថេរវានមានតែព្រះសម្មាសម្ពុទ្ធទេដែលយើងចាត់ទុកថាជាការត្រាស់ដឹងក្រៅពីហ្នឹងសំបីតែព្រះអរហន្តអានាគាមិអីគេហ្នឹងអាហ្នឹងគឺជារង្វាស់នៃការរួចរំដោះទេមិនមែនរង្វាស់នៃការត្រាស់ដឹងទេភាសាត្រាស់ដឹងនៅក្នុងប្រពៃណីថេរវានរបស់យើងគឺសំដៅតែមួយគត់គឺព្រះសម្មាសម្ពុទ្ធហើយការនិយមន័យនេះគឺយើងនិយមន័យឲ្យទៅលើបុគ្គលបាទមិនមែននិយមន័យត្រាស់ដឹងទៅលើធាតុពិតនៃត្រាស់ដឹងទេគឺជាកម្រិតនៃការត្រាស់ដឹងបុគ្គលណាដែរត្រាស់ដឹងរួចរំដោះហើយមានប្រាជ្ញាអាចបង្រៀនធម៌អាចផ្ដល់ផ្លូវអាចរំដោះអ្នកដទៃដោយព្រះសម្មាសម្ពុទ្ធបានបាទព្រះកតមាប៊ូដាហ្នឹងគឺអាហ្នឹងបានហៅត្រាស់ដឹងអញ្ចឹងហើយបាននៅក្នុងប្រពៃណីអ្នករៀនសាសនាអ្នករៀនគម្ពីរថេរវានអ្នករៀនលទ្ធិថេរវានឬក៏ដើរនៅផ្លូវថេរវានគឺអត់មានអ្នកណាហ៊ានប្រកាសថាបាទជាបុគ្គលត្រាស់ដឹងទេពុទ្ធនិយមន័យបុគ្គលត្រាស់ដឹងមានតែមួយគឺព្រះសម្មាសម្ពុទ្ធតែអ្នកឯងហ៊ានប្រកាសថាខ្លួនឯងត្រាស់ដឹងស្មើនឹងអ្នកឯងហ៊ានប្រកាសស្មើនឹងព្រះសម្មាសម្ពុទ្ធឃើញទេដូច្នេះគេអត់ហ៊ានប្រកាសទេសូម្បីតែគោលដៅនៃការរៀនធម៌ត្រាស់ដឹងរបស់ព្រះពុទ្ធហ្នឹងក៏អត់អាចសម្រេចគោលដៅដែរគោលដៅរបស់ថេរវានធំបំផុតគឺព្រះអរហន្តហើយព្រះអរហន្តមិនមែនជាបុគ្គលត្រាស់ដឹងទេព្រះអរហន្តគឺជាបុគ្គលដែលរួចរំដោះបាទឃើញទេអញ្ចឹងត្រាស់ដឹងតតែបុគ្គលដែលរួចរំដោះហើយអាចបញ្យល់ធម៌ដោយព្រះសម្មាសម្ពុទ្ធបានហៅថាត្រាស់ដឹងអញ្ចឹងនៅក្នុងប្រពៃណីថេរវាននៅពេលដែលយើងប្រើភាសាត្រាស់ដឹងគឺមានតែមួយទេគឺព្រះពុទ្ធនឹងតែម្ដងបាទព្រះពុទ្ធព្រះកុណមាប៊ូដាហ្នឹងអញ្ចឹងក្នុងប្រពៃណីរបស់ថេរវានគឺយើងគេហៅថាលើកតម្កើងព្រះកតមាប៊ូដាហ្នឹងខ្ពស់ណាស់ជាបរមគ្រូហ្នឹងគឺមានតែមួយទេមានតែបុគ្គលលើលោកហ្នឹងទេដែលត្រាស់ដឹងតែប៉ុណ្ណឹងគឺអត់មានបុគ្គលណាអាចត្រាស់ដឹងដោយព្រះអង្គបានទេបាទហ្នឹងគឺថេរវានគឺមានរៀនអញ្ចឹងហេតុអីបានគេនិយាយថាមានប្រពុតទី2បាទព្រះពុទ្ធទី2គេហៅថាព្រះសិអាមេត្រីហេតុអីបានជាត្រូវតែព្រះសិអាមេត្រីគឺជាប្រពុតទី2ហេតុអីមិនរាល់បើសិនយើងរាប់ថាព្រះអរហន្តជាបុគ្គលត្រាស់ដឹងចុះហេតុអីមិនរាប់ព្រះអរហន្តជាព្រះសិអាមេត្រីហេតុអីបានជាមានព្រះសិអាមេត្រីមួយនិយមន័យរបស់ថេរវានអ្នកដែលត្រាស់ដឹងតតែត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធកម្រិតមួយដែលព្រះសម្មាសម្ពុទ្ធដែលអាចរកផ្លូវទៅរកការត្រាស់ដឹងដោយខ្លួនឯងបាទផ្លូវមួយដែលខ្លួនឯងដែលអាចរកឃើញការត្រាស់ដឹងឃើញទេអញ្ចឹងការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅក្នុងគម្ពីរនៅក្នុងប្រពៃណីបុរាណរបស់ថេរវានហ្នឹងគឺជារឿងកម្រណាបាទរាប់ពាន់កោដឆ្នាំបាទអានេះគឺជានិយមន័យទី1ហើយគឺជា reason មួយ
ដើម្បីដល់ព្រះអរហន្តហ្នឹងនៅក្នុងបៃនីថេរវានគេមិនចាត់ទុកថាជាបុគ្គលត្រាស់ដឹងទេបាទគេចាត់ទុកថាជាបុគ្គលដែលរួចរំដោះបានសម្រេចในការរួចរំដោះតែមិនបានជាការត្រាស់ដឹងទេត្រាស់ដឹងតតែរួចរំដោះហើយអាចរកឃើញផ្លូវទៅរំដោះអ្នកដទៃបានបាទអាហ្នឹងមានតែផ្លូវបូឌីសត្វាមានតែផ្លូវព្រះពុទ្ធិសត្វទេបានអាចខ្លាចជាព្រះសម្មាសម្ពុទ្ធបានហើយផ្លូវអរហន្តគឺចប់នៅពេលដែលខ្លួនរួចរំដោះតែម្ដងចឹងហើយបានគេនិយាយថាព្រះអរហន្តសេចក្តីត្រាស់ដឹងគឺជាចុងបញ្ចប់តែផ្លូវនៃព្រះពុទ្ធិសត្វការត្រាស់ដឹងគឺជាចំណុចចាប់ផ្ដើមហើយអាហ្នឹងគឺជាភាសាត្រាស់ដឹងក្នុងន័យសកលបាទគេប្រើពាក្យភ្ញាក់ឃើញទេ awakening one អ្នកដែលភ្ញាក់នៅពេលដែលយើងភ្ញាក់មិនមែនជាចំណុចបញ្ចប់ទេជាចំណុចចាប់ផ្ដើមការរស់នៅជីវិតពេញលេញហើយព្រះអរហន្តរស់នៅមើលឃើញសច្ចធម៌តែមួយជ្រុងថាអ្វីទៅទេគឺចប់តែម្ដងប៉ុន្តែអត់ទេបាទទិដ្ឋិព្រះពុទ្ធបូឌីសត្វាពោធិសត្វការត្រាស់ដឹងការរួចរំដោះខ្លួនឯងនេះគ្រាន់តែជាចំណុចចាប់ផ្ដើមការងារក្នុងការសង្គ្រោះឬក៏រំដោះអ្នកដទៃទេអញ្ចឹងនិយមន័យទី1បាទគឺជានិយមន័យដែលកំណត់នៅក្នុងលទ្ធិពុទ្ធសាសនាបុរាណរបស់យើងហ្នឹងហើយគឺចាត់ទុកបាទតពុទ្ធព្រះបាទកណ្ដមាប៊ូដាយើងហ្នឹងបាទពុទ្ធកាលនៅតេប៉ាល់ហ្នឹងកាលនៅឥណ្ឌាហ្នឹងគឺជាព្រះសម្មាសម្ពុទ្ធហើយមានតែពុទ្ធហ្នឹងគឺត្រាស់ដឹងក្នុងប្រវត្តិសាស្ត្រហើយនៅក្នុងប្រពៃណីរបស់ថេរវានខ្ញុំបានស្រាវជ្រាវបន្តទៀតនៅក្នុងប្រពៃណីថេរវានមេរៀនគឺបេះទៅលើព្រះកតមាប៊ូដានឹងទាំងអស់បាទហើយនៅពេលដែលអត់ព្រះពុមាប៊ូដាគេហៅថាពុទ្ធ history បាទនៅពេលដែលពុទ្ធកតមាប៊ូដានឹងស្លាប់ទៅគឺគេបេះលើកម្ពីធម៌បាទរបស់ព្រះពុទ្ធសម្មាសម្ពុទ្ធកតមាប៊ូដាហ្នឹងឃើញទេអញ្ចឹងនៅពេលដែលបុគ្គលត្រាស់ដឹងស្លាប់ទៅនៅក្នុងប្រពៃណីរបស់ថេរវានអត់មានបុគ្គលត្រាស់ដឹងណាដែលបង្រៀនធម៌ទៀតទេបាទគឺបេះទៅលើកម្ពីតគ្នាយកមកនេះហ្នឹងឃើញទេបាទអញ្ចឹងហើយបានជានៅក្នុងប្រពៃណីរបស់ថេរវានអស់ពីព្រះពុទ្ធជាបុគ្គលកតមាប៊ូដាហ្នឹងគឺអត់មានបុគ្គលត្រាស់ដឹងណាដែលបង្រៀនធម៌ទៀតទេអាហ្នឹងហើយដែលខុសពីប្រពៃណីរបស់មហាយានបាទយើងទៅនិយាយពីនិយមន័យទី2អំពីការត្រាស់ដឹងនិយមន័យទី2របស់ការត្រាស់ដឹងក៏ជានិយមន័យជាប់ជាមួយបុគ្គលសំដៅទៅលើតម្រង់របស់ការត្រាស់ដឹងដែរជាប់ជាមួយអត្តាដូចគ្នាជាប់ជាមួយបុគ្គលដូចគ្នាគឺសំដៅទៅលើបុគ្គលណាដែលបានរួចរំដោះបាទបានរួចរំដោះនៅក្នុងនិយមន័យនេះគឺជានិយមន័យដែលគេត្រូវបានប្រើប្រាស់នៅក្នុងមហាយានបាទគោលដៅមនុស្សយើងដែលចង់ស្វែងរកការដាស់ដឹងហ្នឹងគឺដើម្បីអីគឺដើម្បីរំដោះពីទុក្ខបាទរំដោះពីទុក្ខព្រោះអីព្រោះមេរៀនអរិយសច្ចៈរបស់ព្រះអង្គគឺដើម្បីនាំមនុស្សយើងឲ្យរកឃើញការអស់ទុក្ខហ្នឹងហើយបាទរំដោះពីអវិជ្ជាហ្នឹងហើយឃើញទេអញ្ចឹងនិយមន័យទី2គឺគេសម្គាល់លើបុគ្គលដែលបានរួចរំដោះមិនបាច់ដឹងពីធម៌អាចរំដោះនេះក៏បានដែរឲ្យតែរួចរំដោះគឺបុគ្គលនោះខ្លាចជាអីបាទខ្លាចជាកម្រិតព្រះអរហន្តឬក៏ខ្លាចជាកម្រិតព្រះពោធិសត្វបាទគ្រាន់តែព្រះពោធិសត្វគេមានបេសកកម្មបន្តប៉ុន្តែទាំងព្រះអរហន្តហើយនិងព្រះពោធិសត្វមានកម្រិតត្រាស់ដឹងមានកម្រិតរួចរំដោះដូចគ្នាឃើញទេនៅក្នុងប្រពៃណីមហាយានបុគ្គលដែលរួចរំដោះគឺជាបុគ្គលដែល
ត្រាស់ដឹងហើយដូចព្រះអរហន្តដែលរំដោះពីអវិជ្ជាអញ្ចឹងគឺបានរួចរំដោះខ្លាជាគេចាត់ទោសថាជាបុគ្គលត្រាស់ដឹងហើយឃើញទេអញ្ចឹងព្រះពោធិសត្វទាំងឡាយដោយព្រះបាទជ័យវរ្ម័នទី7អញ្ចឹងព្រះអង្គមិនដើរផ្លូវព្រះអរហន្តទេព្រោះព្រះអង្គកាន់លទ្ធិមហាយានដូច្នេះពេលមួយដែលព្រះអង្គបានសិក្សារៀនសូត្រអំពីការត្រាស់ដឹងព្រះអង្គបានសន្សំបារមីសន្សំបារមីសន្សំបញ្ញាឬក៏សន្សំការត្រាស់ដឹងឬក៏សន្សំសច្ចភាពការពិតណាដល់ពេលមួយដែលព្រះអង្គស្គាល់ខ្លួនឯងព្រះអង្គរកឃើញនៅការរួចរំដោះតែរួចរំដោះហ្នឹងគេហៅថារួចរំដោះខាងក្នុងបាទបងប្អូនមួយចំនួនតែចង់ឡើងរួចរំដោះតតែស្លាប់រួចរំដោះតចេញពីសង្គមរួចរំដោះតចេញពីពិភពលោកខាងក្រៅអាហ្នឹងគឺការយល់ច្រឡំសេចក្តីស្ងប់ខាងក្នុងជាមួយសេចក្តីស្ងប់ខាងក្រៅឃើញទេអញ្ចឹងនៅក្នុងផ្លូវរបស់មហាយានព្រះពោធិសត្វគឺជាព្រះដែលរួចរំដោះបាទប្រៀបដូចព្រះពុទ្ធអញ្ចឹងបាទផ្លូវរបស់ពោធិសត្វគឺផ្លូវព្រះសម្មាសម្ពុទ្ធហ្នឹងគឺរួចរំដោះពីខាងក្នុងហើយរស់នៅជាមួយសង្គមខាងក្រៅដើម្បីក្នុងន័យសង្គ្រោះអ្នកដទៃបាទដោយសារព្រះអង្គមានបេសកកម្មបាទរបស់លោកេស្វរៈហ្នឹងហើយដែរព្រះអង្គរំដោះបាទចេតនាដែលចង់រំដោះមនុស្សលោកហ្នឹងគឺជាចេតនាពិតរបស់ព្រះលោកេស្វរៈហ្នឹងទេបាទអញ្ចឹងហើយបានជាពេលមួយព្រះអង្គឆ្ងល់ថានៅពេលដែលព្រះអង្គប្រឡែងនៅចេតនាអស់ហេតុអីចេតនាដែលចង់សង្គ្រោះហ្នឹងនៅតែមានបាទព្រោះអីមិនមែនជាចេតនារបស់ព្រះអង្គទេនៅពេលហ្នឹងហើយដែលព្រះអង្គរកឃើញអនត្តាមានន័យថាចេតនាដែលចង់សង្គ្រោះហ្នឹងគឺជាចេតនារបស់លោកេស្វរៈមិនមែនចេតនារបស់ព្រះអង្គផ្ទាល់បុគ្គលរបស់ព្រះអង្គផ្ទាល់ទេឃើញទេជាលោកេស្វរៈដែលបាទទម្លាក់ប្រាជ្ញាហ្នឹងឲ្យមកចិត្តរបស់ព្រះអង្គបាទបញ្ជាព្រះអង្គឲ្យរំដោះមនុស្សឃើញទេដូចគ្នាបញ្ញានោះមិនមែនរើសតែព្រះអង្គទេមិនមែនរើសតែកតមហាប៊ូដាទេរើសព្រះបាទជ័យវរ្ម័នទី7ដើម្បីរំដោះមនុស្សដូចគ្នាឃើញទេអញ្ចឹងបុគ្គលដែលត្រាស់ដឹងគឺជាបុគ្គលដែលរួចរំដោះបុគ្គលដែលត្រាស់ដឹងគឺជាបុគ្គលដែលអាចរំដោះខ្លួនឯងបានឃើញទេចឹងហើយបានជាប្រពៃណីមហាយានបុគ្គលដែលបង្រៀនធម៌គឺជាព្រះពោធិសត្វគឺជាបុគ្គលដែលត្រាស់ដឹងបាទគេហៅថា living Buddha living Buddha នៅក្នុងមហាយានអត់មាន living Buddha ទេថេរវានអត់មាន living Buddha ទេមានតែ dead Buddha ឬក៏ហៅថា history Buddha បាទប្រពុតនៅក្នុងប្រវត្តិសាស្ត្រនៅគេសំដៅលើព្រះកតមាប៊ូដាហ្នឹងបាទប៉ុន្តែនៅក្នុងមហាយានអត់ទេ living Buddha មានន័យថាប្រាជ្ញាប្រពុតបាទចាប់តម្រង់ជាបុគ្គលរស់នៅជាមួយមនុស្សយើងហ្នឹងអញ្ចឹងគ្រូព្រះពោធិសត្វហ្នឹងហើយគឺជាប្រពុតបាទព្រះពោធិសត្វហ្នឹងពោធិហ្នឹងគឺបញ្ញាប្រពុតសត្វហ្នឹងគឺ being មនុស្សអញ្ចឹងព្រះពោធិសត្វមានន័យថាម៉េចមានន័យថាបុគ្គលដែលមានបញ្ញាជាប្រពុតនឹងហើយបាទហើយនៅពេលលទ្ធិមួយចំនួនគាត់ជាប់មួយបុគ្គលអញ្ចឹងយើងជាប់មួយកតមាប៊ូដាហ្នឹងបាទជនជាតិឥណ្ឌាហ្នឹងតែមហាយានអត់គិតអញ្ចឹងទេបាទមហាយានធម្មជាតិប្រពុតគឺមាននៅក្នុងប្រាជ្ញាដែលមិនចេះស្លាប់បាទដែលមិនកើតហើយមិនស្លាប់គឺជានិព្វានដែលជាទីឋានរបស់ពុទ្ធទាំងឡាយអញ្ចឹងបញ្ញារបស់ធម្មជាតិបញ្ញារបស់ពុទ្ធគឺចាប់តម្រង់ជាបុគ្គលដែលរស់នៅជាបរិសត្វហ្នឹងបុគ្គលណាដែលត្រាស់ដឹងគេហៅថាបរិសត្វឬក៏ព្រះពោធិសត្វហើយបាទជាក្នុងមហាយានបុគ្គលត្រាស់ដឹងគេអត់បង្រៀនបេះដើមលើកម្ពីទេគឺគេបេះលើបញ្ញារបស់បុគ្គលត្រាស់ដឹងនឹងបរិញ្ញាអញ្ចឹងហើយបានជាមេរៀនរបស់មហាយានគេអត់ដល់បរិយកម្ពីទេកម្ពីគឺជាមេរៀនរបស់ព្រះពុទ្ធកតមាប៊ូដាប៉ុន្តែនៅក្នុងមហាយានគឺផ្អែកលើបុគ្គលត្រាស់ដឹងនឹងតែម្ដងតែបរិញ្ញាបាទពេលខ្លះមហាយានគឺបុគ្គលត្រាស់ដឹងសម័យថ្មីហ្នឹងបាទគឺមើលឃើញចំណុចកំហុសនៃការរៀនអំពីកម្ពីហ្នឹងបាទឃើញទេចឹងបានមានការអាប់ក្រេតសំបីតា
នៅក្នុងទីបេគឺយល់ស្របនឹងបាទប្រពុតទស្សនៈប្រពុតរបស់មហាយានដូចគ្នាគឺប្រពុតមិនមែនជាបុគ្គលទេបាទលោកេស្វរៈហ្នឹងមិនមែនជាបុគ្គលទេលោកេស្វរៈហ្នឹងគឺជាបញ្ញាប្រពុតនៅលើធម្មជាតិដែលចាប់ទម្រង់គឺជាមនុស្សហើយបញ្ញានេះមិនចេះសាបសូន្យមិនចេះស្លាប់ទេបាទវាមានលក្ខណៈនិព្វានដែលវាទៀងតែវាចាប់ទម្រង់គឺជាបុគ្គលត្រាស់ដឹងអញ្ចឹងនឹងលទ្ធិទីបេដូចគ្នាអញ្ចឹងនៅក្នុងថេរវានគឺមានតែពុទ្ធប្រវត្តិសាស្ត្រហ្នឹងទេមានតែកតមាប៊ូដាហ្នឹងទេហើយគេចាំពុទ្ធមួយទៀតនៅថ្ងៃអនាគតព្រះសិអាមេត្រីប៉ុន្តែនៅក្នុងមហាយានអត់ទេបាទលោកគ្រូថានឹងហេងគាត់ទៅសេសភៅមួយថា one Buddha not enough គាត់និយាយពីគាត់ថានៅលើលោកយើងនេះមានពុទ្ធមួយអត់គ្រាន់ទេបាទត្រូវតែមានពុទ្ធជាច្រើនព្រះអង្គចង់បង្ហាញថាម៉េចចង់បង្ហាញថាអ្នកដែលត្រាស់ដឹងអ្នកដែលរួចរំដោះគឺមានច្រើនបាទនៅក្នុងប្រពៃនេះគឺមានច្រើនគេមើលឃើញច្រើនមិនមែនមានតែមួយដោយនៅក្នុងថេរវានយើងទេឃើញទេបាទអញ្ចឹងអ្នកដែលរួចរំដោះគេអាចប្រកាសខ្លួនជាបុគ្គលត្រាស់ដឹងហើយអ្នកដែលស្គាល់ផ្លូវអាចនាំផ្លូវគេទៅរកការត្រាស់ដឹងទៅរកហ្នឹងគេប្រកាសហើយឃើញទេគេប្រកាសគេមានហេតុផលរបស់គេហេតុអីបាននិយាយក្នុងព្រះព្រះអរហន្តអត់ប្រកាសព្រោះអត់មានបេសកកម្មរំដោះគេផងគេប្រកាសទៅអីឃើញទេបេសកកម្មគាត់គឺចប់តាមរួយរំដោះហ្នឹងហើយអញ្ចឹងបើអត់មានគោលដៅរំដោះគេផងទៅប្រកាសទៅអីឃើញទេចឹងនិយមន័យទី2គឺជានិយមន័យសម្គាល់ឲ្យបុគ្គលបាទតែការនិយមន័យនេះគឺនៅតែជានិយមន័យសមត្ថទេជានិយមន័យមិនបរមត្ថទេនិយមន័យសន្មតឲ្យបុគ្គលមួយដែលអាចរួចរំដោះតែយើងវាស់មិនដឹងអញ្ចឹងមកគេហៅសន្មតបុគ្គលដែលរួចរំដោះបុគ្គលដែលអាចស្គាល់ផ្លូវរំដោះអ្នកដតីបានអាហ្នឹងហើយគឺជាបុគ្គលត្រាស់ដឹង